Hi, hello, I'm Zell from the Manga Saga. Welcome back to another episode នៃសាច់រឿងកំពូលអ្នកប្រមាញ់លាក់ខ្លួនរបស់យើងដែលនេះគឺជាភាគទី47ហើយចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តជាមួយនឹងការសម្រាយក៏ដូចជាការបកប្រែរឿងរបស់ admin ណាតោះអញ្ចឹងចូលសាច់រឿងតែម្ដងទៅណាភាគនេះកាត់ពីពេលដែលជេនិងយេសឹងនិយាយគ្នាអំពីការស្នើសុំដោះដូរត្បូងវេទមន្តដែលតម្រូវឲ្យយេសឹងគាត់ធ្វើរបាំងមុខមួយឲ្យទៅជេហើយនេះក៏ជាកន្លែងដែលយេសឹងគាត់សារភាពថាគាត់បានដឹងថាឆៃជេគឺជា Hunter ជេយូរហើយគ្រាន់តែគាត់មិនបាននិយាយចេញមកដែលជាហេតុធ្វើឲ្យជេបែកញើសជុកដៃជុកជើងរកអីមកបរិយាយអត់ចេញជេសឹងនៅបន្តតវ៉ាថានិយាយត្រូវគ្នាមកខ្ញុំអាចធ្វើរបាំងមកឲ្យលោកលឿនតាអញ្ចឹងបើវាមិនបានរលោភលើកិច្ចព្រមព្រៀងកិច្ចសន្យាអីរបស់យើងទេឲ្យត្បូងនឹងមកខ្ញុំមកគ្នាសើចផងអីផងជេងាកមកចេញគាត់គិតក្នុងចិត្តថាអើយនៅនិយាយស្អីទៀតបើគេដឹងគ្រប់យ៉ាងហើយតាមិនចឹងជេសួរទៅកាន់យាយសឹងថាតើតើការពេលមិនបានរួចចោះយាយសឹងគាត់ភ័យភ្នែកមួយគេឆ្លើយទាំងភាពជឿជាក់ថាទៅអត់ឲ្យលើសពីមួយសប្តាហ៍ទេធានាឲ្យណាពេលរួចភ្លាមខ្ញុំនឹងឲ្យកូយកទៅដល់ផ្ទះហ្មងមិនភ័យទេយាយសឹងខំលើកដៃផងធ្វើមុខជូតផងរំផងដាក់ជេដើម្បីគេបកគោត្បូងនឹងមកហើយទៅមុខជេវិញអាចបញ្ជាក់បានថាចាហើយនិយាយគ្នាមួយថ្ងៃនឹងគ្រប់ទឹកអត់ទេនឹងមើលសាប់ទៅជេក៏ដកដង្ហើមធំមួយគាត់ក៏និយាយថាយ៉ាងណាក៏ខ្ញុំបានសន្យាជាមួយលោកហើយគាត់ក៏បោះត្បូងនឹងទៅឲ្យយាយសឹងហើយងាកដើរចេញពីនឹងផ្លែតនៅយូរខ្លាចយាយសឹងប្រកាសចាប់អត់ឈ្នះហើយយ៉ាងណារួចណោះវិញគ្រាន់តែបានភ្លាមគ្នាសឹងទៅហោះទៅលើមេឃបាត់ហើយជេក៏និយាយក្នុងចិត្តថាយ៉ាងហោចណាស់ក៏ទប់អាប៉ែនេះមិនឲ្យតកោនៅហាងលក់ស៊ុបរបស់ខ្ញុំដែរកាអូឯនេះវិញក៏បានតោងកូកូចេញមកពីដើមមើលក្នុងរូងមេសាច់នេះគេសម្លឹងមើលទៅក្រោមឃើញយាយសឹងរត់ទៅរត់មកដោយសប្បាយចិត្តណាស់អញ្ចឹងណាយាយសឹងពេលកលិចឃើញពីអ្នកហ្នឹងគេក៏សេកសួរទៅកាអ៊ូថាអូហូកូនសើតើមានត្បូងវេទមន្តអីអត់នៅខាងហ្នឹងណាប្រកាសជាមានហើយបិសាច់ខ្លាំងយ៉ាងនេះនោះត្បូងវេទមន្តខ្ញុំទៅហើយយាយសឹងរត់ប្រូចទៅដើររមមើលខែងមានរបស់អីល្អគាត់ចូលទៅធ្វើអាវុធហ៎កាអ៊ូក៏ស្រែកឡើងពេលតែឃើញជេនាងស្រែកផងក៏វីដៃផងមិនណែវាមានបំណែកនៃការចងចាំនៅទីនេះណាជេក៏កលេចមើលទៅនាងឬនាងក៏បញ្ញាប់និយាយជាមួយគាត់បំណែកនេះវាមិនដែលបានបង្ហាញខ្លួននៅក្នុងរូបបិសាចចម្រោះទេពីមុនមកថ្ងៃនេះវាគឺជាលើកដំបូងហើយដែលវាបានបង្ហាញខ្លួនក្រៅពីក្នុងយោសបិនរបស់ខ្ញុំមកភាពខុសគ្នាអំពីរូបបិសាចចម្រោះនេះនិងអាផ្សេងទៀតគឺនិយាយដល់ត្រឹមនេះទើបនាងភ្ញាក់ព្រឹកថានេះមិនគួរនិយាយវាបើកចំហបែបនេះនោះទេព្រោះជេពេលនេះក៏កំពុងនៅលក្ខសមាសភាពរបស់គាត់នៅឡើយដែរទើបនាងបដូរប្រយោគថាប្រហែលពួកយើងគួរតែនិយាយពីវានៅខាងក្រៅវិញណាវានៅមិនទាន់មានសុវត្ថិភាពទេនៅទីនេះនោះជេសម្លឹងមើលមុខនាងឬគាត់និយាយក្នុងចិត្តថាសម្បីតែយូនកាអ៊ូក៏បានដឹងថាប្រហែលជាខ្ញុំគឺជាបំណែកនៃបញ្ហានេះដែរជេក៏និយាយជាមួយនាងថាចាំប្រាប់ចុងប៊ីនពេលគេងើបឡើងទៅនៅពេលដែលយើងទៅដល់ខាងក្រៅយើងនឹងត្រូវគេសួរចម្លើយមិនខានទេអញ្ចឹងត្រូវប្រកាសថារឿងរបស់យើងនិយាយទៅដូចគ្នាណាកាអ៊ូតបទៅជេវិញថាតើត្រូវប្រាប់គាត់ថាមិនទៅជេទីងមួកមកពាក់រួចនិយាយឡើងប្រាប់ពួកគេថាជេត្រឡប់មកវិញហើយអូសង្ហាមែនតែនថងនេះសាយយ៉ាងលើប៉ុណ្ណឹងគាត់ក៏ញញឹមទីបំផុតអីដែលគេរងចាំវាបានមកដល់ហើយសាយរឿងក៏កាត់មកដល់ពេលដែលយាយសឹងត្រូវបីជុងប៊ីនចេញមកក្រៅវិញនិយាយពីថាមើលអញ្ចឹងទៅមិនដឹងថាជុងប៊ីននិងយាយសឹងមានខុសគ្នាប៉ុណ្ណាព្រោះប្រឯងញ៉ាំអីម្ដងស្មើមនុស្ស10នាក់គិតមើលមាន់11ក្បាលម្នាក់ឯងរួចហើយមើលកម្លាំងមិនបានស្មោចផងហ្នឹងហើយវាទៅស៊ីគ្នាមិនកាត់នេះតែនេះទឹកមុខគ្នារៀលហ្មងទាំងអស់គ្នាលើកអត់រួចមែនណាយាយសឹងស្រីថាអូយចង្រៃយ៉ាប៉ែនេះធ្ងន់ម៉ែយាយសឹងស្រីទៅសួរសាយយ៉ងរបៀបដូចបោគេចឹងណាលីសាយយ៉ងតើលោកមិនអាចបីគេទេអេលោកសាយយ៉ងងាកមកធ្វើមុខដូចធុញហ្នឹងអញ្ចឹងណាបើចោលគេស្រាប់ទុកគេចោលនៅហ្នឹងទៅបាច់ទៅហាត់បីទៅអីយាយសឹងស្រីជេគេថានេះអាចចិត្តអាក្រក់នេះជេក៏កាត់ថាតែខ្ញុំគួរតែជួយគេទេខ្ញុំមានអារម្មណ៍មិនល្អទេពេលឃើញអញ្ចឹងហ្នឹងសាយយ៉ងអានទៅចិត្តគាត់ហើយគម្រាមថាអត់បងឯងមួយទៀតកុំសំបីតែគិតថាទៅជួបណាមួយជាតិនោះជេរុញគេផងធាក់គេផងមនុស្សស្អីនិយាយចេះស្ដាប់សោះថាគ្មានអីតាក់តងនឹងគេទេនៅតែលើកមកនិយាយដដែលទៀតជេស្អីឲ្យសាយយ៉ងថាឈុំនិយាយពីរឿងនេះទៅបានអត់អាគ្មានចង្កួតកាអូនាងក៏ស្រែកសួរទៅជេថាតែ
Chế bạn vậy tha chế mau bánh bia là oi tay cho hang lụa sụp nó lúc bố cất dần mình chế nghiệm tầm mơ niếng hai cỡ con vậy tha cắt ấy cho mỗi hàng sụp gạo bắt to tha ba lục bố nâng trời thưa chị chế hai bị bên đi tay ta lục bố mình cua chụp thưa cái này hang lụa sụp thế hả chế có nhìn nhầm có tập tên niên tha để khiếp thưa về từng pin á nếu có sai tha tha mấy chế nhìn nhầm nhạc sao cô năng biết phơi chẳng nó sốt mình tên mà vì ra bờ chế năng chay chế đã lục súp cứ chỉ mình được pin nẹp xanh cái này thở gạt mình chẳng chế cái không chặt thàในក្នុងសម័យកាលនេះអ្នកប្រមាញ់អាចខ្លាចទៅជាអ្វីក៏បានតាមដែលគេចង់ធ្វើពួកគេអាចធ្វើជា model ធ្វើតារាសម្ដែងសម្បីតែធ្វើជា YouTuber ដើរក្នុងរូបវិស័យទៀតក៏បានគេនិយាយថាហាន់ធ្វើលំដាប់ថ្នាក់ទី1នៅអាយុប៉ុណ្នេះមិនអាចធ្វើការពីរមុខក្នុងមួយថ្ងៃបានមិនកើតសេរីគឺកាត់ទៅពេលដែលចុងប៊ីននឹងយាយសឹងនៅក្នុងមន្ទីរពេទ្យកដោមកពីគ្រប់សមាគមបានដាក់នៅលើតុរបស់អ្នកជំងឺយើងឃើញចុងប៊ីនកំពុងបិទភ្នែកធ្វើសមាធិគិតអំពីអីដែលយាយសឹងប្រាប់គាត់អញ្ចឹងណាវាច្រើនពេកអត់លំដាប់លំដោយគ្នាអញ្ចឹងគ្នាត្រូវរៀបតាមការអាកាសសិនមិនយល់ចុងប៊ីនសួរទៅយាយសឹងថាឥឡូវនិយាយសរុបមកអីដែលខ្ញុំបានស្ដាប់លោកនិយាយហ្នឹងគឺហ្គាអូលចូលទៅក្នុងរូងបិសាចចម្រោះដើម្បីទៅរកបំណែកនៃការចងចាំហើយហងយាយសឹងដែលស្រាប់តែបាត់ខ្លួនភ្លាមមិនដឹងហេតុផលស្អីឲ្យប្រកាសហ្នឹងក៏ចូលទៅក្នុងរូងបិសាចនោះជាមួយនឹងហ្គាអូលដែរយាយសឹងស្រីថាធ្វើត្រូវចុងប៊ីនបន្តព័ត៌មានដែលយាយសឹងរាយរាប់ប្រាប់គាត់រូងបិសាចហ្នឹងក៏ស្រាប់តែសាងសង់ឡើងវិញភ្លាមតែមិនដឹងថាដោយសារអីហើយក្នុងពេលនោះយើងក៏រត់ទៅជួបគ្នាបន្ទាប់មកកន្លែងដែលខ្ញុំប្រឹងព្យាយាមការពារអ្នកទាំងពីរនោះខ្ញុំត្រូវបានបិសាចវាឲ្យស្លាប់ស្ដោកដែលវាក៏ជាពេលដែលគេបង្ហាញខ្លួនមកដែរហើយគេគ្រាន់តែវាអាបិសាចនោះតែម្ដាយទេវាក៏ងាប់បាត់ទៅអាហ្នឹងគឺជាអីដែលលោកព្យាយាមប្រាប់ខ្ញុំមកយាយសឹងនិយាយបដាញ៉ាំផ្លែប៉ោមនៅក្នុងមាត់របស់គេបដាហ្នឹងហើយចង់និយាយចឹងដូចលោកនិយាយអញ្ចឹងត្រូវអីចឹងហើយចុងប៊ីនបន្តថាហើយចេះបាននិយាយថាគេត្រឡប់មកវិញហើយតែគេពិតជានិយាយចឹងមែនទេគេនិយាយផ្ទាល់មែនទេយាយសឹងលើកមេដៃចុងប៊ីនចង់សរសើរតែកូននឹងឆ្លាតអីចឹងណាមានអារម្មណ៍ថាលោកលើយល់សាច់រឿងអីតើវ៉ាវចេះពិតជាខ្លាំងមែនណាខ្លាំងមែនស័ក្តិសមជាមួយនឹងឈ្មោះជាអ្នកដែលមានលំដាប់ថ្នាក់លេខ1ហ្មងមួយអាចយកឈ្នះអាបីសាយនឹងដាក់តែម្ដាយងាប់បាត់ចុងប៊ីនអញ្ចឹងដូចចង់វិញប្រព័ន្ធគាត់សួរយាយសឹងតែហេតែអានឹងតម្រូវឲ្យខ្ញុំជឿអញគួរជឿអត់ហ្នឹងយាយសឹងធ្វើជាយំខ្សឹកខ្សួរគេរៀបរាប់ថាវាជាការពិតណាបើទោះបីជាខ្ញុំនិយាយយ៉ាងស្មោះត្រង់យ៉ាងនេះហើយអុយលោកនៅតែមិនជឿខ្ញុំទៀតហ៎វាពិតជាធ្វើឲ្យបេះដូងរបស់ខ្ញុំនេះបែកប្រេះស្រាំពិតមែនណាគេក៏ធ្វើជាញើសសបោដូចយំមែនតែអញ្ចឹងហ៎ចុងប៊ីនក៏វិក្បាលរួចគេដកដង្ហើមធំហើយក៏សួរបន្តថាចុះមិនបានជាគេដឹងថាខ្ញុំដួលស្លាប់ពេញនឹងចឹងយាយសឹងក៏បន្តរាយការណ៍ថាតាមរយៈគ្រប់ឆាតមកទៅដូចជាដឹងតែអ្នកនៅក្នុង channel ទី1ទេសូម្បីតែសមាគមធំដូចជា Samra HB និង Pado ក៏បានផ្ញើកាដូមកឲ្យទៀតនេះណែនៅក្នុងប្រទេសដែលមានអំណាចដូចជាកូរ៉េក្នុងព័ត៌មានវាគ្មានអីជាអាចកំបាំងទេលោកអ្នកបម្រើប្រជាពលរដ្ឋជុំប៊ីនស្ដាប់ហើយដូចកាន់តែពិបាកក្នុងខ្លួនហ្មងយាយសឹងក៏ហៅគ្រូពេទ្យឲ្យចូលមកពិនិត្យអ្នកជំងឺដែលកំពុងតែយកដៃកងថ្ងាសគិតអំពីរឿងដែលត្រូវកើតឡើងបន្តមកទៀតអញ្ចឹងណាលើខ្ញុំកំពុងតែសម្រាប់ព្យាបាលនៅសមាគម Servon ណាមួយជានឹងមកដល់ទីនេះលើហើយគេប្រកាសជាសួរនាំខ្ញុំតែខ្ញុំមិនបានដឹងអ្វីទាំងអស់នៅក្នុងស្ថានភាពនោះរឿងចុងក្រោយដែលខ្ញុំបានចាំនោះគឺពេលដែលអាមេបិសាចនោះវាបានវាយប្រហារតម្រង់មករកខ្ញុំហើយការជឿចាប់ដល់ព្រៃផ្សៃនោះវាធ្វើឲ្យរាងកាយរបស់ខ្ញុំទាំងមូលស្ទើរតែប្រេះបែកជាបំណែកទៅហើយតែភ្លាមហ្នឹងស្រាប់តែជេក៏មកដល់ចាំតិចវាដូចជាមានអីមិនតំណងសោះនេះចុងប៊ីនក៏ចុចទូរស័ព្ទរបស់គាត់រួចគេនិយាយទៅកាន់យាយសឹងថាជាដំបងកុំប៉ះពាល់ឲ្យសោះណានៅកាដូដែលពួកគេផ្ញើមកឲ្យខ្ញុំពួកខ្ញុំត្រូវការផ្ញើឲ្យគេវិញតែសម្រាប់របស់របរដែលការិយាល័យគ្រប់គ្រងអ្នកថាបពតដែរផ្ញើមកនោះញ៉ាំមកឆ្លាញ់ចោតអីទេឥឡូវសម្រាប់ហងយាយសឹងក៏ត្រូវបានធានាសុវត្ថិភាពរបស់គាត់ដែរអីទេអញ្ចឹងយាយសឹងក៏ស្រែកថាហូលើនៅរដ្ឋបတ်ក្នុងការទទួលកាដូចឹងទៀត
ôi khó men chúng biết cái to tới dây sân bên thà nàng ai cũng chẳng khai thì chỉ cần cha phải chia bô ra tích xâm ấy vì chỉ càng như để khô khơi nè thử đo sai bánh hai là bỏ hông dây sân để riêng cai để bọc xâm nơi chư nè lão thế nè dây sân mơ một chung bên ruồi xùm lọt thăm ai kìa anh ấy chỉ càng bằng mát thử ăn chúng biết con gì thôi đặng tha lúc mà tôi chập ăn lươn chừng mồn thử cái viên chẳng men xùm lấy nam vui chín của mình lì lang tha bà tam đáp xùm lấy tới lô khoản ba chừng môn chởn hai mà tới vì chỉ cái bà bấy nè bê khơi bạp tí nụ nhóm bắt chỉ slan này nó bê để cái nom lô mà liên là sma rồi bà cái mơ tao đi chia sẻ xong mới bà cả hai nữa chúng bên cơ số đây tao vui chín đi đai ham cái thà ở đây thế sầm rã ban tràn tới bà tôi bây chỉ cáp chị ba rồi hai men lúc cô ta sầm rã ở ban tràn mình tham tiệt bà công tại ban ai cho bạn nô tế lúc bắt chi bị bà hai bà tôi bây chia sẻ mà tập hiệp bọc chúng có mình ai chui ai ban tràn đây giang nèខ្ញុំក៏ទទួលបានការរាយការណ៍ជាផ្លូវការពីលីសាយ៉ងរួចដែរតែខ្ញុំក៏នៅតែចង់ដឹងពីខាងលោកអញ្ចឹងបាតុភូតរបស់រោងបិសាចនោះស្រាប់តែអាចសាងសង់ឡើងវិញតែខ្លួនឯងភ្លាមហើយក៏ត្រូវបានចាត់ចំណាត់ថ្នាក់ថ្មីថាជាកម្រិត S+ ទៀតយើងមិនបានដឹងថាមិនបានជាវាទៅជាបែបនេះទេត្រូវអត់ជុំវិញដកដង្ហើមធំមួយឬគេឆ្លើយទៅវិញយ៉ាងមិនស្រួលក្នុងចិត្តត្រូវហើយនិយាយសឹងមិនដឹងមិនគាត់ក៏ស្រែកឡើងថាចេះថាពីព្រោះតែគាត់ពីអ្នកនោះលើតែអញ្ចឹងងាកខ្វាច់ហើយស្រែកផងគ្នាណាហ៎ថាម៉េចយើងសឹងក៏បន្ថែមថាអូយចេះនិយាយថារោងបិសាចហ្នឹងវាចេះសាងសង់ខ្លួនវាហ្នឹងដោយសារតែគាត់តែគាត់ក៏មិនដឹងច្បាស់ថាមកពីអីដែរអញ្ចឹងណារហូតដល់គាត់អាចស្វែងរកមូលហេតុច្បាស់លាស់ឃើញសិនអញ្ចឹងគាត់នឹងជៀសវាងមិនចូលរួមសកម្មភាពខាងក្រៅអីទេហើយគាត់អាចនឹងបង្ហាញខ្លួនតែពេលដែលចាំបាច់តែប៉ុណ្ណោះដូចជានៅក្នុងរោងបិសាចនេះអញ្ចឹងគឺគាត់មកចាំពេលដែលពួកយើងត្រូវការគាត់យេសឹងនិយាយបដានឹកឃើញដល់អ្នកប្រមានគាត់បដាអត់មាននិយាយអីប្រេះបដាហ្នឹងណាប្រយ័ត្នមួយជិះនិយាយតិចថាអញ្ចឹងជេពិតជាបានបង្ហាញខ្លួនមែនវាមិនមែនជាការអែរប្រព័ន្ធអីនោះទេគាត់ពិតជារស់រានមានជីវិតពីស្នាមប្រេះហ្នឹងមែនតាមិនអីទេអញ្ចឹងខ្ញុំនឹងតាក់តងទៅនេះការហែមសុកជុងមួយជិនមកវល់ខ្លួនចង្អុលមកជុកបៀនរួយគេប្រមានថាកុំសម្បីតែគិតថាចង់ចេញក្រៅទាំងដៃរបស់លោកអត់ទាន់ជានៅស្ងៀមទៅជុងបៀនស្រីថាអរគុណណាមួយជិនក៏ចេញទៅបាត់យេសឹងនៅតែញុកនំញុកប្រៃឈើចូលមកអត់ឈប់ហ្មងជុងបៀនស្រីហៅគាត់ថាហុងយេសឹងឆ្លើយជុងបៀនក៏ដល់ជេកាលពីមុនគេក៏លួចសួរទៅយេសឹងថាតើគាត់យ៉ាងម៉េចហើយជេតែគេមើលទៅអត់អីទេមែនគេមានត្រូវថងណាដែរអត់និយាយសឹងហុចក្រូចមួយតែឲ្យជុំបិនមើលទៅគេដូចជាមិនអីទេនិយាយសឹងហុចតែឲ្យទាំងសើចស្រះគេបន្ថែមថាពេលគេបានកំតែអាបេសាយនោះហើយគេស្រាប់តែសាច់ខ្លាំងហ្មងជុំបិនញញឹមឬក៏លោកដៃទៅយកក្រូចពីយេសឹងបើជាចឹងមែនទេសម្លេងជុំបិនក៏ស្រែកអត់ថាជុំម៉ាសម្លេងសើចរបស់យេសឹងគិតខ្ទល់ឡើងមកពីអញ្ចឹងនឹងហើយបានជាឲ្យទៅលោកនោះសេចរឿងក៏កាត់មកជេវិញម្ដងគាត់ឈប់បោះសម្រាមក្នុងចិត្តគិតថាច្រើនថ្ងៃដែលបានកន្លងផុតទៅតាំងពីពេលដែលជេបង្ហាញខ្លួនម្ដងទៀតនោះតើវាដូចជាស្ងប់សុខពេកទេដឹងនេះលីសាយ៉ងយួនកាអូលហុងយីសឹងជុងប៊ិនប្រហែលជាពួកគេរវល់ជាមួយនឹងការងាររបស់គេហើយមកទៅសម្លេងមួយក៏បានបន្លឺឡើងសួស្ដីអតិថិជននេះគឺជាកាដូណាជេងើញមុខមើលរួចសួរថាសុកមិនក៏មានកាដូមកអញ្ចឹងមីនហ្គីក៏និយាយឡើងថាខ្ញុំបានទិញវាពេលដែលខ្ញុំទៅបំពេញភារកិច្ចនៅដេជុនជេសួរដេជុនមីនហ្គីក៏រៀបរាប់ថាដោយសារតែលោកហុងយេសឹងបាននិយាយថាគាត់ចង់ញ៉ាំនំប៉័ងនៅទីនោះទៅខ្ញុំទៅឆែកមើលឃើញគាត់នៅណងពេលដែលគាត់គេចខ្លួនកាយប្រហែលថ្ងៃមុននេះតែនំប៉័ងនេះឆ្ងាញ់មែនតាជេលុយគិតថាមនុស្សដែលតំណងជាហត់នឿយយ៉ាងខ្លាំងក្នុងការតាមរហុងយេសឹងនោះអាចមានអារម្មណ៍ញ៉ាំនិងសប្បាយចិត្តបានបែបនេះមីនហ្គីក៏បន្តថាមួយទៀតបើលោកមានអីត្រូវការអីឬចង់ប្រើឲ្យខ្ញុំធ្វើអីមួយអាចឲ្យខ្ញុំបានដឹងណាលោកអាចប្រើខ្ញុំដៃសេរីហ្មងជេងើញមុខមកនិយាយជាមួយគេថាតែវាមិនចាំបាច់ដល់ថ្នាក់នោះទេមីនហ្គីក៏ប្រាប់ទៅវិញថាទេមិនកើតពីថ្ងៃមុនហ្នឹងលោកប្រធានបានបញ្ជាឲ្យដាក់ក្រុមប្រយុទ្ធក្នុងសមាគមរបស់យើងហ្នឹងឲ្យខ្លាចទៅជាកូនចៅរបស់លោករួចអស់ហើយតាជេលឺហើយឡើង surprise គាត់ថាមីនហ្គីនិយាយយ៉ាងជឿជាក់គេលើកដៃផងអីផង
bạn chăm bát nhẹ phải thế dễ mà tôi bây chỉ dương mi cho một thay chỉ cầm nhẹ bây giờ có đau tay dương á sao tại chị đầy chương là bao lục bát thiên tê dương thưa tại ta mình chia là bảo có ta mình nhẹ cột hai dương á có phẳng phải thưa cả bật một đòn nhẹ đang riêng này đây chế có chưa à đầy chứ mình nghĩ khanh con nó được chẳng cái bây giờ bát tham tha mà bây giờ clay cái gì lại group trong này là mình tham mà bộ đá mình miên bầm nón trong cái bằng hai thay chế ban tập lập mau với tương tê hai chấm pú rong bấy sang chấm rõ ní có mình xem miên kệ đăng đàiแต่นี่คือชื่อการไหนเดี๋ยวเราบ้านก็ตราตกทางจีลึกดำบงเหมือนอ้อห้อยได้รุ่งใบสายนี้จะสร้างซองลังใบแต่ครุนไอในครองไปพบโลกนี่เล็กมุ้ยก็มันประกาศไทยจีเรื่องละอระหดได้โดยรับในประเทศนั่นแต่งมง้อยจมวยนั่งหลุมดับทนะให้นั่งเถาแต่ชอบแต่กำลังขบวนมันพอดในตารางชั่วโมงนู้การได้สถานในครองสถานอภิบาลนิมนต์แกบังอ้อช่างมันเซยจีประกาศประมาณเทผัวตะบงนอมันเนื้อการให้ใครหนึ่งผู้บริบาลแทนสถานเพียบแบบนี้ไอ้หนึ่งมองมาลองที่หรืออ่ะการเรียนอะไรก็ได้มันจังอเมริกาเรียนได้ในเพียบให้ใครแบบนี้ชีสกอลนู่นเตะจังสนามเปรย์ในครั้งกลางโจชมูซามอนนู้วิกจิฮัดการได้มันทลอมมินปีมนเมาได้แต่เข้มกระทานโดยจีมีนฮัดการได้เสด็จแต่นึงอันนั้นมันกัดลางรุ่ยมาให้เจเลยจังให้กดบักในถมทมหมอแต่เราเหมือนกระทานเราทลอมมีบอไปซาวจมูกเรื่องนึงมาดองรุ่ยให้เตะเจจังใส่เรื่องกับบ้านมาดอที่เป็นจับท้องฉนัดนี่สำหรับเรื่องนี้มีมินการแหละใส่เรื่องจรานจังไปใครในต่ออักเนี่ยไอซ์ดับอัดใส่ตัวนะแต่ขอยมาบันเกตสำหรับทำเป็นบ้านชวินจังอย่างนั้นก็ส่งเอาคนในต่ออักเนี่ยในบ้านจำหน่ายไปจมูกแอดมินในใครนี้นะจำจุดคลิปไปกลางเตียด Thank you and have a nice evening